យើងបន្តមកទៀតដោយចុចឡើងចំណុច3នោះដែរអញ្ចឹងយើងតកែប្រែទិន្នន័យសុខភាពយើងប៉ះឡើងហ្នឹងអញ្ចឹងយើងមើលពីលើដល់ក្រោមឥឡូវនិយាយថាបើសិនជាថ្ងៃខែកូនហ្នឹងវាអត់ត្រូវអញ្ចឹងយើងប៉ះកន្លែងរូបឡងយេហ្នឹងនេះគឺជាឡងយេដែលស្ថិតក្នុងឆ្នាំ2026ខែឧសភាហើយនេះថ្ងៃក្នុងមួយខែក្នុងករណីដែលកូនហ្នឹងវាខុសខែខុសឆ្នាំយើងចុចកែប្រែឆ្នាំឥឡូវសម្រាប់កូនហ្នឹងគឺវានៅក្នុងឆ្នាំ2020អញ្ចឹងយើងប៉ះ20តបមកយើងមើលខែមេសាអញ្ចឹងយើងប៉ះកន្លែងព្រួយហ្នឹងចុចលើមេសាហើយថ្ងៃទីយើងមើលថ្ងៃទី3អញ្ចឹងយើងចុចលើ3ពេលដែលយើងចុចចឹងទៅវាលោតថ្ងៃខែឆ្នាំនឹងមកក្នុងប្រអប់នេះត្រូវហើយឥឡូវតាក់ទងនឹងនិតសុខភាពគឺលើទម្ងន់ហើយនឹងកម្ពស់បើយើងពិនិត្យវាមាន2លើកទី1និងលើកទី2ឥឡូវយើងពិនិត្យកម្ពស់ហើយនឹងទម្ងន់គាត់លើកទី1អញ្ចឹងយើងមើលតើគាត់មានប្រមាណគីឡូអញ្ចឹងអាស្រ័យលើយើងបានថ្លឹងឲ្យគាត់ថ្លឹងហើយយើងយកទិន្នន័យយកមកដាក់ក្នុងប្រអប់ប្រមាណគីឡូហ្នឹងឥឡូវដូចគាត់20គីឡូហើយកម្ពស់គាត់ជាសង់ទីម៉ែត្រដូចគាត់ថា1ម៉ែត្រយើងដាក់100សង់ទីម៉ែត្ររួចហើយយើងចុច save រក្សាទុក